ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើការបង្ហាញពុកម៉ែបងប្អូនពីរបៀបវាយប័រលាបនំប៉័ងដែលមានរសជាតិឆ្ងាញ់អាចធ្វើបានដោយខ្លួនឯងនៅផ្ទះសម្រាប់គ្រួសារដែលមានភាពងាយស្រួលគ្រប់ជំហានគ្រប់ដំណាក់កាលទាំងអស់ដោយដែលខ្ញុំបានបង្ហាញនៅលើវីដេអូដូច្នេះគ្រាន់តែមានពងមាន់10គ្រាប់យកតែពណ៌ក្រហមសុទ្ធបន្ទាប់មកគឺយើងវាយជាមួយនឹងម៉ូទ័រឲ្យសព្វចូលគ្នាល្បាយចូលគ្នាល្អហើយទើបយើងចាប់ផ្ដើមចាក់ប្រេងចូលបន្តិចយើងបញ្ជាក់គឺយើងប្រើតែប្រេងដែលមានគុណភាពល្អដើម្បីកុំឲ្យយើងវាយហើយមានឡើងប្រេងមកវិញអញ្ចឹងគឺប្រើបានតែប្រេងដែលមានគុណភាពល្អនៅពេលដែលយើងចាក់ប្រេងចូលអស់ហើយទើបយើងវាយពងឲ្យវាចូលសាច់ប្រេងជាមួយនឹងពងប័រនោះគឺល្អសិនទើបយើងចាប់ផ្ដើមដាក់ស្ករសចូលនេះគឺជៀសវាងកាយដែលយើងប្រញាប់ដាក់ស្ករសចូលធ្វើឲ្យឡើងប្រេងនិងធ្វើឲ្យប័រយើងមិនខាប់ល្អហើយវាឡើងជាតិប្រេងនឹងគឺធ្វើឲ្យខូចប័រវិញសម្រាប់ស្ករសក៏យើងបន្ថែមចាក់ចូលម្ដងបន្តិចម្ដងបន្តិចដែរគឺយើងចាក់ចូលម្ដងបន្តិចយើងវាយរហូតដល់ប័រឡើងពណ៌ថ្លាបន្ទាប់មកក៏យើងចាប់ផ្ដើមដាក់អំបិលចូលហើយយើងវាយឲ្យសព្វបន្ទាប់មកទៀតក៏យើងចាប់ផ្ដើមដាក់ប័រចូលហើយវាយឲ្យសព្វនៅពេលដែលយើងដាក់ប័រចូលយើងវាយឲ្យសព្វសាច់ចូលគ្នាល្អហើយយើងមើលថាខាប់ល្អហើយនឹងគឺប័រយើងគឺបានកើតជាប័រលាបនំប៉័ងដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយដូចដែលឃើញរូបភាពនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺប័រខាប់ល្អហើយយកទៅលាបជាមួយនឹងប៉័ងគឺមានរសជាតិឈ្ងុយឆ្ងាញ់ហើយឈ្ងុយនៅពេលដែលយើងអាំងជាមួយនឹងភ្លើងគឺជាតិប័រចេញចូលជាតិជាមួយនឹងប៉័ងគឺឈ្ងុយឆ្ងាញ់ហើយដូច្នេះវីដេអូក៏បានបង្ហាញដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនា